តើអ្នកដឹងទេថានៅលើពិភពលោកនេះមានដំរីមួយប្រភេទដែលតូចគួរឲ្យខ្លាចដូចតុក្កតា វាគឺដំរីទឺបូណេអូពួកវារស់នៅលើកោះបូណេអូតែប៉ុណ្ណោះហើយបច្ចុប្បន្នមានសល់មិនដល់1500ក្បាលទេដោយសារការកាប់បំផ្លាញព្រៃឈើនិងការបាត់បង់ជម្រកពួកវាកំពុងប្រឈមនឹងការផុតពូជផងដែរ Borneo Female Elephant គឺជាពូជដំរីតូចជាងគេមួយក្នុងចំណោមដំរីអាស៊ីទាំងអស់ពួកវារស់នៅលើតែកោះបូណេអូប៉ុណ្ណោះជាពិសេសនៅតំបន់សូបានៃប្រទេសម៉ាឡេស៊ីនិងផ្នែកខ្លះនៃឥណ្ឌូនេស៊ីលក្ខណៈពិសេសរបស់វាមានមេត្តូចជាងដំរីអាស៊ីធម្មតាពោះវាមូលរាងត្រឡុកត្រលុនត្រចៀកធំនិងកន្ទុយវែងជើងរបស់វាខ្លីៗធ្វើឲ្យមើលទៅគួរឲ្យខ្លាចដូចតុក្កតាអញ្ចឹងមានអាកប្បកិរិយាស្លូតបូតជាងដំរីព្រៃខ្លះទំហំនិងទម្ងន់របស់វាមានកម្ពស់ប្រហែល2ម៉ែត្រទៅ2ម៉ែត្រកន្លះទម្ងន់អាចដល់2ទៅ5តោនទោះតូចជាងដំរីផ្សេងតែវានៅតែជាសត្វធំខ្លាំងមួយដែរពួកវាជាសត្វស៊ីរុក្ខជាតិហើយចូលចិត្តស៊ីស្មៅស្លឹកឈើព្រៃឈើដើមឈើសម្បកឈើឬក៏ដើមឫស្សីជាដើមដំរីមួយក្បាលអាចស៊ីអាហារបានជាង150គីឡូក្រាមក្នុងមួយថ្ងៃពួកវារស់នៅព្រៃភ្លៀងត្រូពិចតំបន់ជិតទន្លេព្រៃទាបមានសំណើមខ្ពស់ហើយបច្ចុប្បន្នគេជឿថាមានសល់ត្រឹមតែប្រហែល1000ទៅ1500ក្បាលតែប៉ុណ្ណោះមូលហេតុសំខាន់ហ្នឹងគឺដោយសារការកាប់បំផ្លាញព្រៃឈើការពង្រីកចំការដូងប្រេងការបាត់បង់ជម្រករស់នៅការប៉ះទង្គិចជាមួយមនុស្សការបរបាញ់ខុសច្បាប់អ្នកវិទ្យាសាស្ត្រខ្លះជឿថាពួកវាបានបែងចេញពីដំរីអាស៊ីផ្សេងៗជាច្រើនពាន់ឆ្នាំមុនពួកវាចេះហែលទឹកបានល្អហើយដំរីតូចៗកើតថ្មីមានរោមច្រើននិងគួរឲ្យស្រឡាញ់ខ្លាំងណាស់